យើងមានពេលលេងទូរស័ព្ទមានយើងពេលអានសភៅគឺយើងអាចក៏មានដូចគ្នាឲ្យតែយើងឆ្លៀតអ្នកដែលគាត់ចង់ចាប់ផ្ដើមទម្លាប់អានសភៅភាគច្រើនខ្ញុំគាត់ថាពេលវេលាមិនមែនជាបញ្ហាធំរបស់គាត់ទេបញ្ហាធំរបស់គាត់គឺ identity អត្តសញ្ញាណរបស់គាត់មិនមែនជាអ្នកអានសភៅទេដំបូងហ្នឹងណាអញ្ចឹងរាល់លើកនៅពេលដែលនិយាយពាក់ព័ន្ធជាមួយនឹងការអានគាត់តែងតែមានគេហៅថាលេសមួយដើម្បីការពារខ្លួនមកអញ្ចឹងយើងត្រូវបែងចែកដែរតែយើងពិតជាអត់ពេលមែនឬក៏យើងកំពុងតែមានលេសកិច្ចវេះពីការអានមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តអានគាត់តែគាត់អានអត់ទាន់ចំសភៅឬក៏ចូលចិត្តអញ្ចឹងខ្ញុំជឿថានឹងមានសភៅណាមួយដែលធ្វើឲ្យយើងបាក់ចិត្តស្រឡាញ់ការអានយើងព្យាយាមបង្កើតទំនាក់ទំនងជាមួយសភៅតាមរយៈការស្ពាយសភៅជាប់ខ្លួនទៅតាមកន្លែងផ្សេងៗដែលយើងទៅបន្តមកទៀតឆ្លៀតឱកាសអានហើយកុំមានអារម្មណ៍ថាអៀនព្រោះដំបូងគាត់នឹងមានអារម្មណ៍ថាអៀនឯងមិនអៀនអ្នកណាពេលខ្លះគឺអៀនខ្លួនឯងដោយសារតែខ្លួនឯងអត់ដែលមានទម្លាប់អានពីមុនមកសោះណាអញ្ចឹងមនុស្សដែលអៀនដំបូងគេហ្នឹងគឺយើងអៀនខ្លួនឯងហើយបន្តមកទៀតបានយើងគិតដល់ហើយប្រហែលជាខ្ញុំអៀនមនុស្សជុំវិញខ្លួនដែលគាត់អង្គុយនៅសួនគាត់អង្គុយនៅកន្លែងនេះប៉ុន្តែមែនតើអ្នកដទៃគេមិនសូវចាប់អារម្មណ៍គេ level auto scroll Facebook អីដែរតែភាគច្រើនគឺយើងអៀនខ្លួនឯងជាបាទជម្រាបសួរខ្ញុំសុភ័ក្រសូមស្វាគមន៍មកកាន់ជំហាន podcast ថ្ងៃនេះគឺយើងមានភ្ញៀវកិត្តិយសមួយរូបដែលនឹងជជែកគ្នាពាក់ព័ន្ធជាមួយនឹងប្រធានបទការអានតើយើងបង្កើតទម្លាប់អានរបៀបណាហើយមួយទៀតតើយើងអាចអានសភៅប្រភេទណាខ្លះដើម្បីអភិវឌ្ឍខ្លួនឯងក៏ដូចជាអភិវឌ្ឍអាជីពការងាររបស់យើងហើយមុននឹងយើងជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងនៅក្នុងថ្ងៃនេះសូមអរគុណទៅកាន់បេរូកាគឺជាវីតាមីនចម្រុះផ្សំពីវីតាមីនក្រុម B និងសារធាតុរ៉ែ12មុខដែលជួយរាងកាយក្នុងការបង្កើនកម្លាំងបង្កើនសមត្ថភាពខួរក្បាលនិងកាត់បន្ថយ stress បេរូកាស័ក្តិសមសម្រាប់អ្នកធ្វើការឬសិស្សនិស្សិតដែលមានការងារច្រើនឧស្សាហ៍នឿយហត់វាគ្មានជាតិស្ករស្រួលញ៉ាំគ្រាន់តែដាក់ចូលនៅក្នុងទឹកពុះជាការស្រេចអ្នកទាំងអស់គ្នាអាចរកទិញបេរូកាបាននៅតាមឱសថស្ថានស្របច្បាប់ដែលនៅជិតលោកអ្នកឥឡូវនេះកុំឲ្យទាំងអស់គ្នាទន្ទឹងរង់ចាំយូរយើងជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងទាំងអស់គ្នាជម្រាបសួរឥឡូវជួបគ្នាទេជួបគ្នាគេសង្ស័យមែនអាសាជួបគ្នាមែនប៉ុន្តែប្រធានបទមួយនេះអាចថាជាប្រធានបទមួយដែលអត់សូវដែរបាននិយាយមួយប៉ូលីពាក់ព័ន្ធជាមួយនឹងការអាននេះព្រោះសួរអាចសួរមួយសំណួរពីរសំណួរតែថ្ងៃនេះគឺយើងផ្ដោតសំខាន់ focus ទៅលើការអានហ្មងឬក៏ការបង្កើតទម្លាប់នៃការអានអាចសួរពីbackground បន្តិចគេស្គាល់ប៉ូលីជានិយាយទៅជាអ្នកអានសភៅហ្មងមែនទេហ្នឹងហើយអញ្ចឹងអាចថាជាបឋមខ្ញុំបាទសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាក៏ដូចជាតាមដានស្ដាប់ podcast ថ្ងៃនេះហើយចង់ណែនាំខ្លួនឯងតិចចុះគីឡូសម្រាប់បងប្អូនខ្លះដែលក៏ស្គាល់ខ្ញុំបាទឈ្មោះពេញមនីពូលីរតនៈហើយឈ្មោះនៅលើ social media ដែលគេស្គាល់កន្លងមកគឺពូលីរតនៈសម្រាប់ខ្ញុំផ្ទាល់ខ្ញុំជាអ្នកផលិតមាតិកាអប់រំហើយមាតិកាភាគច្រើនគឺចាប់ផ្ដើមពីការរៀនសូត្រហើយជាពិសេសហ្នឹងដូចភ័ក្របានលើកឡើងមកអញ្ចឹងគឺការអានច្រើនអញ្ចឹងប្រធានបទថ្ងៃនេះគឺជាប្រធានបទដែលខ្ញុំស្រឡាញ់ចូលចិត្តដែរដោយសារតែយើងនិយាយពាក់ព័ន្ធជាមួយនឹងការអានសភៅវាសិតតែជាប្រធានបទដែលជាទីចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ហ្មងហ្នឹងហើយតែបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងការអានមុននឹងធ្វើវីដេអូទៀតមែនទេមិនទៅអានពេលដែលយើងធ្វើវីដេអូហ្នឹងមែនទេចាប់ដើមការអានហ្មងតាំងពីណាថាស្រឡាញ់ហ្មងការអានបើខ្ញុំគិតថាខ្ញុំស្រឡាញ់ចូលចិត្តសភៅនិងការអានហ្នឹងគឺតាំងតែពីក្មេងតែម្ដងអាចថាបើនិយាយពីប្រវត្តិនៃការសិក្សារបស់ខ្ញុំផ្ទាល់អាចថាជាក្មេងម្នាក់ដែលពូកែមានថាពូកែខាងអានខាងអក្សរនឹងពីដើមតែម្ដងអញ្ចឹងពីក្មេងមកមុននឹងខ្ញុំបានមានឱកាសចូលរៀនថ្នាក់ទី1ថ្នាក់បឋមសិក្សាហ្នឹងគឺកងខ្ញុំនៅផ្ទះហ្នឹងគឺគាត់បរៀនឲ្យខ្ញុំចេះអានបាត់ហើយអញ្ចឹងការចូលរៀននៅថ្នាក់ទី1គឺហាក់ដូចជាខ្ញុំមានគេហៅថាដូចទៅលឿនជាងគេដោយសារយើងអត់ទាន់ចូលរៀនស្រួលព្រោះយើងចេះអានបាត់ហើយហ្នឹងអញ្ចឹងពេលដែលយើងចូលរៀនមែនតែនជាក់ស្ដែងគឺយើងអត់បារម្ភពាក់ព័ន្ធមួយនឹងការអានអញ្ចឹងយើងរៀនបកែលទ្ធផលយើងក៏ល្អអញ្ចឹងកាលណាយើងបកែស្រាប់ហើយមានការជំរុញពីអ្នកផ្ទះជំរុញពីបងប្អូនជុំវិញខ្លួនទៀតក៏ធ្វើឲ្យអាការអានហ្នឹងយើងស្រឡាញ់កាន់តែខ្លាំងហ្នឹងហើយអញ្ចឹងខ្ញុំគិតថាការអានដំបូងហ្នឹងគឺចាប់ផ្ដើមពីការរៀនអានតាំងពីក្មេងប៉ុន្តែបកទៅសំណួររបស់សុភ័ក្រសួរមិញថាពេលណាដែលដឹងថាខ្លួនឯងស្រឡាញ់ការអានខ្លាំងមកកំឡុងពេលហ្នឹងគឺរៀនថ្នាក់ទី9ហ្នឹងហើយខ្ញុំចូលចិត្តស្ដាប់វិទ្យុនៅពេលយប់ហើយវិទ្យុមួយហ្នឹងគឺមានកម្មវិធី
គេហៅថាប្រឹក្សាវិបត្តិស្នេហាវិបត្តិគ្រួសារហើយភ័ក្រប្រហែលជាស្គាល់អ្នករៀបចំកម្មវិធីនេះឈ្មោះគាត់ឯកមនោសែនលោកគ្រូឯកមនោសែនហ្នឹងហើយនៅក្នុងភាគ1លក្ខណៈថាគាត់ប្រឹក្សាយោបល់ផ្សេងៗទៅគាត់លើកនិយាយពាក្យព័ន្ធមួយសភៅ2ក្បាលដែលគាត់គិតថាអ្នកស្ដាប់វិទ្យុគាត់ស្ដាប់កម្មវិធីគាត់ហ្នឹងក្នុងនោះមានខ្ញុំមួយដែរហើយអាយុគិតទៅ5-10តែស្ដាប់ទៅវិបត្តិគ្រួសារវិបត្តិស្នេហាអញ្ចឹងណាគាត់ហ្នឹងតែយើងចេះស្ដាប់លេងទៅយើងគិតថាកម្មវិធីនោះវាមានប្រយោជន៍ហើយគាត់ណែនាំសភៅ2ក្បាលទី1ឪពុកអ្នកមានបង្រៀនកូនអ្នកក្រជាភាសាអង់គ្លេសគឺ Rich Dad Poor Dad ដែលយើងស្គាល់ដល់សប្តាហ៍ហ្នឹងហើយសភៅទី2គឺវិថីក្រាសុទ្ធមាសគឹមវូឆុងអញ្ចឹងសភៅហ្នឹងគឺនិយាយពីប្រវត្តិនៃស្ថាបនិករបស់ក្រុមហ៊ុន Devo របស់កូរ៉េអញ្ចឹងគាត់ណែនាំសភៅ2ក្បាលហ្នឹងហើយខ្ញុំមិនដឹងថាទៅរកទិញនៅណាដោយសារតែយើងដឹងស្រាប់ហើយយើងនៅស្រុកស្រែចកាយើងអត់ដឹងថាមានសភៅហ្នឹងដោយរបៀបណាអញ្ចឹងក៏ថ្ងៃមួយមានឱកាសទៅប្រឡងសិប្បកម្មទូទាំងខេត្តថ្នាក់ទី9មុខវិជ្ជាគណិតវិទ្យាអញ្ចឹងក៏ទៅដល់ទីរួមខេត្តគឺឃើញសភៅ2ក្បាលហ្នឹងក៏ទិញយកមកអានចឹងវាគឺជាសភៅដំបូងដែលប៉ូលីបានអានបាត់ថាយើងអានសភៅផ្សេងៗច្រើនណាស់យើងអានតាំងទី6មកសភៅនៅក្នុងបណ្ណាល័យមានប៉ុណ្ណាយើងអានប៉ុណ្ណឹងអញ្ចឹងណាតែអាសភៅដែលគេ recommend ឲ្យអានហ្មងគឺ2ក្បាលហ្នឹងគឺដំបូងហ្នឹងហើយដំបូងមកតែខ្ញុំអានអត់យល់ទេនិយាយមែនទេណាជាពិសេសសភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រហ្នឹងអានអត់យល់ដោយសារតែវានិយាយពាក់ព័ន្ធមួយចំណេះដឹងហិរញ្ញវត្ថុច្រើនហើយយើងរៀនទី9ហ្នឹងយើងមិនយល់ប៉ុន្តែសភៅប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុន Devo ហ្នឹងលោកគឹមវូឆុងហ្នឹងគឺអានយល់ដោយសារវាជាប្រភេទអាចថាសាច់រឿងច្រើនជាងប្រវត្តិច្រើនជាងហ្នឹងហើយប៉ុន្តែកំឡុងពេលហ្នឹងក៏មិនសូវជាព្រោះយើងជាធម្មតាកាលណាយើងអានអត់យល់យើងគិតថាសភៅណាក៏ដូចសភៅណាខ្ញុំប្រហែលជាអានមិនយល់ទៀតទេហើយកាលនោះយើងមកស្រុកវិញហើយហ្នឹងអញ្ចឹងយើងមានឱកាសណាស់នៅក្បែរសភៅទៀតយើងចង់មានលុយទិញក៏មិនដឹងទៅទិញណាដែរប៉ុន្តែសភៅដែលធ្លាប់អានអត់យល់ហើយទៅអានវិញម្ដងទៀតយល់វិញអាសភៅប្រហែលដែលធ្លាប់អានអត់យល់ទេខ្ញុំជួបកលៈស័កនឹងច្រើនជួបកលៈស័កនឹងច្រើនដែរខ្ញុំក៏ជួបខ្លះដែរហ្នឹងហើយតែអត់ទាន់បានទៅអានវិញវាអាស្រ័យតាមវ័យដែរសម្រាប់ខ្ញុំវ័យនិងបទពិសោធន៍សភៅមួយចំនួនពាក់ព័ន្ធនឹង business អីចឹងក៏ដោយពេលខ្ញុំឡើងមករៀនថ្នាក់ទី12អាចថាជាពេលដែលខ្ញុំអានច្រើនហើយឡើងមកឆ្នាំទី1គឺអានរឹតតែច្រើនទៀតប៉ុន្តែក្នុងពេលនោះក៏មានសភៅមួយចំនួនដែលខ្ញុំអានអត់យល់ច្រើនដែរដោយសារតែវានិយាយពី concept អាជីវកម្មអីចឹងទៅបើក្រុមហ៊ុនមួយធ្វើគិតលើអីខ្លះសំទោសយើងភ្លេចគិតថាយើងទៅមករៀនឆ្នាំទី1ហ្នឹងហើយយើងអានសិតតែសភៅដែលនិយាយពីការបង្កើតសហគ្រាសអីធំយើងអានមិនយល់តែបើតែយើងអានយល់ថើប៉ុន្តែវាអត់បានស៊ីជម្រៅអញ្ចឹងខ្ញុំគិតថាបើសិនជាអ្នកស្ដាប់អ្នកមើលក៏តែងតែទទួលអារម្មណ៍ថាអូខ្ញុំអានសភៅហ្នឹងអត់យល់សោះឥឡូវវាអាចដែរថាយើងអត់តន់ដល់វ័យមួយដែលយើងអាចអានយល់អញ្ចឹងខ្ញុំគិតថាកុំបន្ទោសខ្លួនឯងកុំបន្ទោសសភៅវាអាចថាវាយើងជួបវាអត់ចំពេលវាមានថាអត់តន់ត្រូវពេលវេលាដែលយើងអាចអានវាយល់យើងមានសភៅប្រភេទហ្នឹងច្រើនហ្នឹងហើយពាក់ព័ន្ធជាមួយនឹងការអានដូចគ្នាដល់ពេលមួយដូចថាការនៅរៀនអូខេយើងរៀនអញ្ចឹងយើងត្រូវតម្រូវឲ្យអានខ្លះតម្រូវឲ្យអានដោយព្រោះលេងទៅរកសភៅអានជាចំណងចំណូលចិត្តផងតែដល់ពេលមួយដែលយើងចង់អភិវឌ្ឍខ្លួនឯងយើងប្រហែលជាគិតថាខ្ញុំត្រូវអានសភៅព្រោះគេនិយាយថាអានសភៅវាល្អចេះតែគ្រាន់តែអាពេលវេលារបស់យើងហ្នឹងម្នាក់ថាខ្ញុំអត់មានពេលអានព្រោះលេងយល់មិនដែរពេលដែលអត់មានពេលក្នុងការអានសភៅឥឡូវខ្ញុំគិតថាយើងមានពេលលេងទូរស័ព្ទអត់ហ្នឹងមានទេមានអញ្ចឹងពេលអានសភៅគឺយើងអាចក៏មានដូចគ្នាឲ្យតែយើងឆ្លៀតហើយពេលខ្លះចេះខ្ញុំគិតថាអ្នកដែលគាត់ចង់ចាប់ផ្ដើមទម្លាប់អានសភៅភាគច្រើនខ្ញុំគិតថាពេលវេលាមិនមែនជាបញ្ហាធំរបស់គាត់ទេបញ្ហាធំរបស់គាត់គឺ identity អត្តសញ្ញាណរបស់គាត់មិនមែនជាអ្នកអានសភៅទេដំបូងហ្នឹងណាអញ្ចឹងរាល់លើកនៅពេលដែលនិយាយពាក់ព័ន្ធជាមួយនឹងការអានក៏តែងតែមានគេហៅថាលេសមួយដើម្បីការពារខ្លួនរហូតមិនថាអូខ្ញុំអត់មានពេលខ្ញុំអត់មានសភៅថ្លៃពេកសភៅអីពេកប៉ុន្តែយើងភ្លេចគិតថាអានឹងអាចទៅជាលេសដើម្បីយើងកិច្ចវាទៅលប់មួយហ្នឹងអញ្ចឹងយើងត្រូវបែងចែកដាច់តែយើងពិតជាអត់ពេលមែនឬក៏យើងកំពុងតែមានលេសកិច្ចបេះពីការអានអាហ្នឹងគឺសំខាន់គឺយើងត្រូវស្មោះត្រង់មួយខ្លួនឯងដែរចឹងឧទាហរណ៍ថាគាត់
ពិតជាអត់ពេលមែនគាត់ពិតជាចង់អានខ្លាំងមែនតើប៉ុន្តែវាអត់ពេលគាត់ធ្វើការចូលម៉ោង 8 ព្រឹកចេញម៉ោង 5 ល្ងាចជិះមកផ្ទះវិញហត់អស់កម្លាំងធ្វើបាយម្ហូបញ៉ាំអីទាំងទៀតមកតែមានពេលអានគឺចាប់បាត់ហើយប៉ុន្តែយើងអាចឆ្លៀតហ្នឹងគឺ 5-10 នាទី 10 នាទីកំឡុងពេលណាកំឡុងពេលបាយថ្ងៃយើងមិនធ្វើការជាប់រហូតណាអញ្ចឹងបាយថ្ងៃហើយអាន 10 នាទីទេ 5-10 ទេដល់យប់បាយល្ងាចហើយ 5-10 ទៀតទេអញ្ចឹងមួយថ្ងៃបានកន្លះម៉ោងបាត់ហើយអាចឆ្លៀតបន្តិចបន្តួចហ្នឹងឯងគឺជាកលឹះនាំនឹងសំហើយយើងសង្កេតថាមិនបានម្នាក់ហ្នឹងគាត់អានបានច្រើនមែនគឺអាចឆ្លៀតហ្នឹងឯងខ្ញុំភាគច្រើនឆ្លៀតដល់ពេលចាំពីណាមួយចាំមិត្តភ័ក្តិអីចឹងឬក៏ចាំសង្សារអញ្ចឹងគាត់ make up អីយូរអញ្ចឹងយើងឆ្លៀតដល់ពេលហ្នឹងពេលដែលយើងចាំគេហ្នឹងចាំឡានក្រុងឬក៏ចាំ pass app អង្គុយនៅលើ pass app ជិះទៅណាមកណាហ្នឹងគឺ10 នាទី 20 នាទីហ្នឹងឯងដាក់សភៅតាមខ្លួនរហូតហ្នឹងហើយអាហ្នឹងគឺជាកលឹះដែលខ្ញុំគិតថាសំខាន់ជាងគេគឺដាក់សភៅតាមខ្លួនរហូតប្រៀបដូចជាយើងដាក់ទូរស័ព្ទតាមកប៉ាល់រហូតអញ្ចឹងចុះប៉ូលីសដាក់សភៅតាមខ្លួនប៉ុន្មានក្បាលភាគច្រើនអាចជា2ក្បាលហើយមួយទៀតយើងមានអាសភៅ electronic Kindle ហ្នឹងហើយ Kindle អញ្ចឹងអាហ្នឹងយើងសួរទៅសួនទៅអីក៏យើងអានទៅមិនសូវអៀនណាតែអាហ្នឹងដូចយើងអាន tablet អញ្ចឹងហ្នឹងហើយបើមែនតើខ្ញុំគិតថាចំណុចទី1គឺយើងព្យាយាមបង្កើតទំនាក់ទំនងជាមួយសភៅតាមរយៈការស្ពាយសភៅជាប់ខ្លួនទៅតាមកន្លែងផ្សេងដែលយើងទៅបន្តមកទៀតឆ្លៀតឱកាសអានហើយកុំមានអារម្មណ៍ថាអៀនព្រោះដំបូងគាត់នឹងមានអារម្មណ៍ថាអៀនហើយមិនអៀនអ្នកណាពេលខ្លះគឺអៀនខ្លួនឯងដោយសារតែខ្លួនឯងអត់ដែលមានទម្លាប់អានពីមុនមកសោះណាអញ្ចឹងមនុស្សដែលអៀនដំបូងគេហ្នឹងគឺយើងអៀនខ្លួនឯងហ្នឹងហើយហើយបន្តមកទៀតបើយើងគិតដល់ប្រហែលជាខ្ញុំអៀនមនុស្សជុំវិញខ្លួនដែលគាត់អង្គុយនៅសួនហ្នឹងគាត់អង្គុយនៅកន្លែងហ្នឹងប៉ុន្តែមែនតើអ្នកដទៃគេមិនសូវចាប់អារម្មណ៍គេ level to scroll Facebook អីដែរអញ្ចឹងហើយតែភាគច្រើនគឺយើងអៀនខ្លួនឯងច្រើនជាងហ្នឹងហើយយើងគិតថាគេខ្វល់ពីយើងហ្នឹងហើយតែបើវាច្រើនគឺគ្មានពីណាគេខ្វល់ពីយើងហើយខ្ញុំអានមែនតើគឺលេងអានគ្រប់ធ្លាប់អានកន្លែងណាដែលនិយាយថាដែលគួរឲ្យអៀនណាវាថាអូថោលេងអានពេលគេទៅដើរលេងតែអានសភៅអីចឹងមានទេមានអាននៅលើឡានក្រុងអីពេលឡានក្រុងជិះឡានក្រុងអាននៅមន្ទីរពេទ្យកាលនោះខ្ញុំដូចជាទៅវគ្គសាច់ពងកហើយយើងបតោងសេរ៉ូមបដាអញ្ចឹងហើយយើងអូសអាសេរ៉ូមយើងទៅក្រៅទៅរកកន្លែងកៅអីណាអង្គុយអានទៅអញ្ចឹងយើងអត់អៀនទេហើយមួយទៀតយើងមានអារម្មណ៍ដូចមោទនភាពដែរគេដូចគេហៅថាផ្ជាដែរព្រោះអ្នកផ្សេងគេអាចមានអារម្មណ៍ថាខ្លាចគេមើលមកខ្ញុំថាខ្ញុំនឹងចូលអញ្ចឹងខ្ញុំចូលចិត្តលីនទៅអាខាងហ្នឹងវិញលើថាអារឿងហ្នឹងវាមើលទៅដូចជាឆ្កងមិនដែរខ្ញុំគិតថាវាជារឿងធំត្រូវតែហ្នឹងហើយគ្រាន់តែខ្ញុំអានអញ្ចឹងតែដោយសារតែប៉ូលីសបានបង្កើតអត្តសញ្ញាណនៃខ្លួនឯងហើយអានេះគឺជារឿងមួយដែលមិញថាអ្នកដែលអត់ពេលពិតប្រាកដតែអ្នកដែលអត់ទាន់មានអត្តសញ្ញាណនៃខ្លួនឯងជាអ្នកអាននេះប៉ូលីសបង្កើតហើយអញ្ចឹងគេស្គាល់គេឃើញមុខប៉ូលីសកាន់សភៅវាជារឿងធម្មតាហ្នឹងហើយតែគេឃើញមុខខ្ញុំគេអាចនិយាយដាក់វាយហ្គេមអីវិញហើយយើងមកអានសភៅអញ្ចឹងវាចម្លែកដែរហ្នឹងហើយឧទាហរណ៍អញ្ចឹងចាធ្វើម៉េចដើម្បីបង្កើតអត្តសញ្ញាណមួយហ្នឹងថាខ្លួនឯងអានសភៅព្រោះយកឈ្នះលើខ្លួនឯងមុនឈប់អៀនខ្លួនឯងបានយើងមានអត្តសញ្ញាណហ្នឹងបានយើងអាចបង្កើតទម្លាប់ហ្នឹងបានលេខគិតធ្វើម៉េចដើម្បីមានអត្តសញ្ញាណមួយហ្នឹងខ្ញុំគិតថាវាបើយើងប្របែកទម្លាប់នៃការអានសភៅវាប្រៀបដូចជាស្តៀងទៅនឹងទម្លាប់ផ្សេងៗទៀតដែរសុភ័ក្រហាត់ប្រាណទៅអត់ครับតែមួយយ៉ាងនេះមិនសូវបានយកតែទម្លាប់ទៅវិញតែភ័ក្រហាត់ប្រាណពេលភ័ក្រហាត់ប្រាណចូលទៅជីមដំបូងមានអារម្មណ៍អាដំបូងហ្មងថ្ងៃដំបូងដូចគ្នាមានអារម្មណ៍ថាទី1អត់ចេះអត់ចេះប្រើឧបករណ៍អត់ចេះអីចឹងណាយើងលួចមើលគេហើយមួយទៀតវាអត់ស៊ាំមានអារម្មណ៍ថាដូចទៅនេះបន្តិចទៅនោះបន្តិចហើយហាត់អត់សូវបានច្រើនទេហាក់ខ្លាចគេមើលមកនិយាយទៅហើយណាមួយឲ្យយើងទៅវាមិនទាន់មានសាច់ដុំមាន form ឬក៏អីណាអញ្ចឹងមានអារម្មណ៍ថាយើងទៅថាយើងចង់ដើម្បីបានសាច់ដុំខ្ញុំតែខ្លួនយើងមើលទៅឃើញគេម៉ែមានឯងប៉ុណ្ណានៃទាំងអីចឹងដូចខ្ញុំអង្គុយអានសភៅទៅឃើញគេសភៅកម្មាស់ហើយ1000តំបន់តែយើងឃើញអូតែអាហ្នឹងវាចឹងឯងវាដូចតែគ្នាហ្នឹងគឺយើងមានអារម្មណ៍ថាដំបូងឡើយគឺអៀនខ្លួនឯងដំបូងគេហ្នឹងហើយហើយអញ្ចឹងគឺមានតែចាប់ផ្ដើមពីងាយទៅមុនយើងឧទាហរណ៍បើយើងអានសភៅដំបូងគឺយើងអាចចាប់ផ្ដើមពីសភៅ
ស្ដាងទៅភើស្ដាងភើយើងចាប់អារម្មណ៍ប្រធានបទដែលយើងចាប់អារម្មណ៍ឬក៏មួយទៀតយើងមានបញ្ហាយើងសួរខ្លួនឯងមួយថ្ងៃហ្នឹងហងៃមានបញ្ហាមិនចុះសម្រងមួយសង្សារបញ្ហាហេរ៉ាញ់វត្ថុផ្ទាល់ខ្លួនឯងផ្សេងហ្នឹងហើយអញ្ចឹងយើងទៅរកដំណោះស្រាយចេញពីសភៅអញ្ចឹងមានថាអាហ្នឹងយើងមានជំរឿនមួយទៀតបើមែនតើខ្ញុំគិតថាចាប់ផ្ដើមពីសភៅដែលស្ដាងសភៅរឿងសភៅអីព្រោះយើងអាចគិតទៅលើសភៅវាមានច្រើនប្រភេទទៅតាមប្រភេទសភៅនីមួយៗប្រៀបដូចជាចម្រៀងអញ្ចឹងអ្នកខ្លះទៅគាត់ចូលចិត្តស្ដាប់ភ្លេងការអ្នកខ្លះទៅគាត់ចូលចិត្ត hip hop អ្នកខ្លះទៅគាត់ចូលចិត្ត pop អញ្ចឹងយើងអាចទៅសាកល្បងតាមប្រភេទសភៅនីមួយៗហើយយើងនឹងសង្កេតឃើញថាសភៅខ្លះយើងចូលចិត្តសភៅខ្លះយើងអត់ចូលចិត្តអញ្ចឹងវាទៅតាមវ័យទៅតាមកលៈទេសៈពេលវេលាដែលយើងជួបសភៅនឹងដំបូងអញ្ចឹងខ្ញុំគិតថាអ្នកដែលគាត់មានអារម្មណ៍ថាអូខ្ញុំធ្លាប់សាកល្បងអានសភៅដែរប៉ុន្តែខ្ញុំហាក់បីដូចជាខ្ញុំអត់ចូលចិត្តទេអញ្ចឹងខ្ញុំគិតថាខ្ញុំមានអាពាក្យមួយដែលខ្ញុំតែងនិយាយថាចេះមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តអានគ្រាន់តែគាត់អានអត់ទាន់ចំសភៅឬអត់ចូលចិត្តអញ្ចឹងខ្ញុំជឿថានឹងមានសភៅណាមួយដែលធ្វើឲ្យយើងបាក់ចិត្តស្រឡាញ់ការអានមកព្រោះខ្ញុំគឺខ្ញុំចាប់អារម្មណ៍ខ្លួនឯងចឹងការរៀនទី9ហ្នឹងគឺជាពេលដែលខ្ញុំអានចំសភៅមួយដែលវាធ្វើឲ្យខ្ញុំបាក់ចិត្តស្រឡាញ់ជាមួយនឹងការអានជាប់មកដល់សប្តាហ៍ថ្ងៃហ្នឹងហើយសភៅហ្នឹង The Secret ហ្នឹងហើយអញ្ចឹងនិយាយពាក់ព័ន្ធមួយហ្នឹងឯងច្បាប់ស្រូបទាញផ្សេងអញ្ចឹងកាលនោះយើងជឿលើអាហ្នឹងច្រើនហ្នឹងគិតអីបានហ្នឹងគិតអីបានហ្នឹងទី1មើលគេទី1ដាក់គោលដៅទី2ជឿហើយទី3ទទួលមានថាត្រៀមខ្លួនដើម្បីទទួលអាគោលដៅរបស់យើងហ្នឹងហើយអញ្ចឹងកាលនោះវាធ្វើខ្ញុំបាក់ចិត្តស្រឡាញ់ដោយសារអីដោយសារខ្ញុំអានយល់អាសភៅ2ក្បាលតែនិយាយពីឯងមិញទិញមកហើយអានហើយប៉ុន្តែអានអត់យល់អញ្ចឹងវាអត់តន់បាក់ចិត្តស្រឡាញ់ទេតែពេលដែលយើងជួបសភៅដែលយើងអានយល់សភៅដែលយើងចូលចិត្តទៀតគឺពេលនោះគឺលែងដូចយើងធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងទម្លាប់ការអានហ្នឹងពលីរតនអានសភៅច្រើនហើយជារៀងរាល់ឆ្នាំតែងតែមានការសង្ខេបសភៅថាអូសភៅនេះគឺជាសភៅដែលខ្ញុំបានអាននៅក្នុងឆ្នាំ2025នេះគឺជាសភៅដែលខ្ញុំបានអានក្នុងឆ្នាំ2026តែឥឡូវនិយាយតាំងពីដើមតាំងពីចេះអានសភៅមកដល់ឥឡូវបើសិនបើចង់ឲ្យពលី recommend សភៅសម្រាប់ទី1យុវជនតើយុវជនគួរតែបានអានសភៅអីគេមិនមែនថានេះចេញពីបទពិសោធន៍របស់ពលីផ្ទាល់ទី2សម្រាប់អ្នកធ្វើការអាចថាតើពួកគាត់គួរតែអានសភៅអីពេលដែលដូរចេញពីវ័យជានិស្សិតអីចូលទៅដល់ពេលធ្វើការអាចមានសភៅប្រហែលចំណងជើងដែលចង់ recommend សម្រាប់ខ្ញុំគិតថាដំបូងបំផុតហ្មងគឺចាប់ផ្ដើមពីសភៅណាដែលយើងចាប់អារម្មណ៍ទៅអញ្ចឹងមានថាយកអាចំណាប់អារម្មណ៍របស់យើងនឹងជាត្រីវិស័យដើម្បីដឹកយើងទៅរកសភៅដែលយើងអាចនឹងចូលចិត្តហើយចំណុចទី1ងាយមានថាបើបងឯងស្រឡាញ់សភៅហ្នឹងឬក៏បងប្អូនក៏ស្រឡាញ់សភៅហ្នឹងអានទៅពេលខ្លះវាជាប្រឡំលោកពេលខ្លះវាជាស្អីចឹងដើម្បីអីបង្កើតភាពជិតស្និទ្ធជាមួយនឹងសភៅបណ្ដាបន្តមកទៀតចំណុចដែលភាក់សួរមកនឹងចាប់ដើមរើសប្រភេទសភៅវិញម្ដងចំពោះយុវវ័យខ្ញុំគិតថាអានសភៅពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍខ្លួនឲ្យបានច្រើនអញ្ចឹងសភៅវាមានgenre មួយដែលគេហៅថា self development អញ្ចឹងមានថាការអភិវឌ្ឍខ្លួនការអភិវឌ្ឍគំនិតទីខ្ញុំនឹង recommend ចំណងជើងសភៅប៉ុន្តែខ្ញុំគិតថាសភៅប្រភេទ self development ហ្នឹងគឺស័ក្តិសមសម្រាប់គាត់ដោយសារតែវាបរៀនយើងឲ្យមានទំនួលខុសត្រូវលើខ្លួនឯងបើសិនជាយើងអានសភៅប្រភេទ self development ណាចំណុចដំបូងគេហ្មងដែរអ្នកនិពន្ធគាត់ព្យាយាមអាចថាបរៀនយើងឬក៏ប្រាប់យើងមុនគឺបរៀនយើងឲ្យមានទំនួលខុសត្រូវលើខ្លួនឯងព្រោះក្មេងៗយុវជនយើងភាគច្រើនទៅបន្ទោសអ្នកដទៃរៀនអត់ចេះបន្ទោសគ្រូរៀនអត់ចេះបន្ទោសសាលាអាបន្ទោសអ្នកដទៃហ្នឹងវាមិនមែនជាទម្លាប់ល្អឬក៏ការគិតល្អដើម្បីឆ្ពោះទៅរកការរីកចម្រើនទេអញ្ចឹងចំណុចដំបូងគឺយើងអានសភៅណាដែលជំរុញឲ្យយើងអភិវឌ្ឍខ្លួនហើយសភៅប្រភេទនោះគឺភាគច្រើនបរៀនយើងឲ្យមានទំនួលខុសត្រូវលើខ្លួនឯងអញ្ចឹងខ្ញុំអាចឲ្យជាចំណងជើងខ្លះមួយចំនួនសភៅមួយដែលខ្ញុំគិតថាយើងអាចចាប់ផ្ដើមបានវាស្ដាងដែរបើចំណងជើងជាភាសាខ្មែរគឺ7យុទ្ធសាស្ត្របង្កើនទ្រព្យសម្បត្តិនិងសេចក្តីសុខភាសាអង់គ្លេសគឺ 7 Strategy for Wealth and Happiness ដោយលោក Jim Rohn អញ្ចឹងលោក Jim Rohn គាត់
រៀបរាប់អំពីប្រវត្តិគាត់ពីដើមមកគាត់ជាមនុស្សដែលមានអត្តចរិតបន្ទោសគេច្រើនអញ្ចឹងពេលដែលគាត់មានជីវភាពមិនសូវល្អអញ្ចឹងពិបាករឿងលុយរឿងកាក់អីចឹងគាត់តែងតែបន្ទោសថាមកពីនៅអាមេរិកហ្នឹងពន្ធវាថ្លៃមកពីបញ្ហាសេដ្ឋកិច្ចពិភពលោកមកពីអ្នកមានកេងចំណេញលើអ្នកក្រអញ្ចឹងទៅអញ្ចឹងគឺគាត់តែងតែមានផ្នែកមួយដែលបន្ទោសអ្នកដទៃស្របពេលដែលកំហុសទាំងអស់ហ្នឹងប្រហែលជាចេញពីខាងក្នុងឯងចឹងហ្នឹងជាសភៅមួយទៀតគឺទម្លាប់7យ៉ាងសម្រាប់យុវវ័យ 7 habit for teen ហ្នឹងសភៅហ្នឹងក៏បានហើយមួយទៀតគឺសភៅ The One Thing ហ្នឹងគឺជាសភៅមួយដែលនិយាយពាក់ព័ន្ធជាមួយនឹងការជំរុញឲ្យយើងផ្ដោតទៅលើកិច្ចការងារណាមួយជាជាងយើងព្យាយាមធ្វើរឿងច្រើនមកពេលទៅមួយយើងផ្ដោតលើកិច្ចការងារណាមួយឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានអញ្ចឹងវាបរិញ្ញាឲ្យយើងចេះរៀបអតិភិបនៃកិច្ចការដែលយើងនឹងធ្វើអញ្ចឹងវាជាប្រយោជន៍សម្រាប់យុវជនបងប្អូនដែលគាត់ជាសិស្សនិស្សិតអញ្ចឹងគាត់ត្រូវចាប់ផ្ដើមរៀនគិតឲ្យហើយតើកិច្ចការទាំងអស់ដែលនៅនឹងមុខនេះអាមួយណាសំខាន់ជាងអាណាសំខាន់ធ្វើអានឹងមុនអញ្ចឹងវាបរិញ្ញាយើងឲ្យចេះផ្ដោតអញ្ចឹងហើយខ្ញុំគិតថាមួយទៀតអាចថាសភៅ How to Win Friends and Influence People ហ្នឹងជាសភៅមួយដែលគេហៅថាយិនសិនសម្រាប់អ្នកអានសភៅគឺវាណាក៏ស្គាល់ដែរគេថាចំណងជើងជាភាសាខ្មែរហ្នឹងដែរការនិយាយហ្នឹងសិល្បៈចង់មិនបន្តជាអ្នកដទៃអញ្ចឹងសភៅហ្នឹងគឺបរិញ្ញាឲ្យចេះទៅប្រស្រ័យតាក់ទងជាមួយអ្នកដទៃវាមានលក្ខណៈមួយថាពេលដែលយើងទៅជួបអ្នកដទៃយើងគួរនិយាយអីយើងមិនគួរនិយាយអីហើយសម្រាប់ខ្ញុំផ្ទាល់សភៅហ្នឹងវាជួយមានថាធ្វើឲ្យខ្ញុំមានភាពក្លាហានក្នុងការប្រស្រ័យតាក់ទងមួយអ្នកដទៃដែរដោយសារតែកន្លងមកខ្ញុំក៏មិនមែនជាមនុស្សដែលក្លាហានដែរដោយសារចរិតយើងវា introvert មានថាយើងជួយចិត្តសង្ងំនៅម្នាក់ឯងច្រើនខុសពីភ័ក្រឯងតែជួយចិត្តទៅក្រៅយើងរាប់អានគ្នាយូរយើងដឹងអញ្ចឹងខ្ញុំតែងតែមានការភ័យព្រួយមកខ្ញុំមិនដឹងទៅនិយាយមួយគេពីអីខ្ញុំមានអារម្មណ៍ថាខ្លាចគេដល់ពេលដែលអានសភៅសិល្បៈចង់មិនទន់ចិត្តអ្នកដទៃហ្នឹងទៅយើងចាប់ផ្ដើមដឹងថាតាមពិតទៅក្បួនប្រស័យតាក់ទងមួយអ្នកដទៃគេមានចងចេះធ្វើចេះនិយាយចេះកុំយ៉ាងនេះអញ្ចឹងទៅវាជួយឲ្យយើងមានភាពក្លាហានពីខាងក្នុងដែរហ្នឹងខ្ញុំគិតថាសម្រាប់យុវវ័យសិស្សនិស្សិតអីគាត់អាចប៉ុណ្ណឹងហើយបន្តមកទៀតខ្ញុំគិតថាគាត់អាចសួរឆាត GPT អីថែមទៅហ្នឹងហើយគាត់ថានៅ recommend សភៅឲ្យមកដល់អស់ចង់អានសភៅអីឆ្នាំក្រោយដែល set goal ដៅហ្នឹងពីច្រើនបាន idea ថាសភៅអីមកពីណាសួរឆាត GPT ហ្នឹងហើយសួរឆាត GPT ឬក៏មួយទៀតអាចថាយើងដឹងពីប្រធានបទដែលយើងចង់អានឧទាហរណ៍ថាមកវឹកខ្ញុំរៀន piano រៀនតន្ត្រីអញ្ចឹងវាខ្ញុំអត់ក៏ដឹងដែរថាគួរអានសភៅអីអញ្ចឹងមានឆាត GPT ហ្នឹងឯងសួរវាឲ្យវា recommend 3 level beginner សម្រាប់ខ្ញុំអត់ចេះសោះ recommend មួយមកintermediate មួយមកហើយ advanced មួយមកអញ្ចឹងភាគច្រើននឹងឲ្យ chat GPT ជួយដែរសម្រាប់អ្នកធ្វើការវិញបកទៅសនុភ័ក្រវិញសម្រាប់អ្នកធ្វើការវិញសភៅខ្ញុំគិតថាវាស្តៀងជាមួយនឹងសិស្សនិស្សិតដែរមានន័យថាយើងអានសភៅណាដែលជំរុញឲ្យយើងអភិវឌ្ឍគំនិតមានទំនួលខុសត្រូវលើខ្លួនឯងហើយអានសភៅណាដែលបើកចិត្តឲ្យយើងកាន់តែទលាយមានថាចេះប្រស្រ័យតាក់ទងមួយអ្នកដទៃទទួលយកនៅគំនិតអ្នកដទៃអញ្ចឹងទៅព្រោះយើងធ្វើការមួយគ្នាមានពេលខ្លះគំនិតគេខុសពីគំនិតយើងអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាវាស្តៀងនឹងដែរទេហ្នឹងហើយមិន specific អីទេសភៅណាដែលជំរុញឲ្យយើងអភិវឌ្ឍខ្លួនអភិវឌ្ឍការគិតរបស់យើងអានទៅហ្នឹងហើយហើយពេលនោះវារត់តែសំខាន់ហើយអ្វីដែលយើងអានពេលខ្លះយើងអានសិនណាតែវាអត់ទាន់ជួបបញ្ហានឹង 100% ឧទាហរណ៍ថាសិស្សមិនឯគាត់អាន 7 habit អញ្ចឹងគាត់អាចប្រើក្នុងបរិបទការសិក្សារៀន be proactive អីចឹងទៅ put first thing first អីចឹងទៅហើយនៅក្នុងបរិបទការរៀនតែដល់ពេលចូលដល់បរិបទការធ្វើការងារអាខ្លះត្រូវជាងមុនទៀតបកត្រឡប់ទៅមើលអីដែលខ្លួនឯងបានអានពីមុនមកត្រូវចំពេលនេះអញ្ចឹងអានចំពេលអាននៅអ្វីមួយដែលយើងត្រូវការប្រើផងជួយការអានឥឡូវជួយការយើងត្រូវការប្រើពេលក្រោយក៏ថាបានដែរហ្នឹងហើយវាអាស្រ័យតាមវ័យដែរប្រាក់លក្ខណៈថាពេលយើងចូលធ្វើការទៅយើងជួបបទពិសោធន៍ថ្មីវ័យថ្មីពេលនោះយើងចាប់ផ្ដើមត្រូវគិតគូរហិរញ្ញវត្ថុអញ្ចឹងយើងត្រូវស្គាល់សភៅប្រភេទណែនាំចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយចំនួនទៀតទៅយើងអាចអាន Total Money Makeover ឬក៏ភាសាខ្មែរមានបកដែរវិធីដោះស្រាយបំណុលព
ព្រោះសភៅហ្នឹងគឺនិយាយគោលគឺពាក់ព័ន្ធជាមួយនឹងការដោះស្រាយបំណុលប៉ុន្តែស្របពេលជាមួយគ្នាហ្នឹងអ្នកនិពន្ធក៏គាត់ចែកម្លែកពីរបៀបសន្សំលុយសម្រាប់ emergency fund របៀប invest របៀបអីដែរជាសភៅហ្នឹងក៏ល្អដែរ The Total Money Makeover ទៅសេដោយលោក Dave Ramsey អញ្ចឹងមានថាតាមកលៈទេសៈមានថាយើងជួបកលៈទេសៈហ្នឹងហើយយើងមានអារម្មណ៍ថាយើងទាល់នេះយើងមិនដឹងទៅដោះស្រាយមិនទេអញ្ចឹងយើងប្រកាសជាមានសភៅសម្រាប់កលៈទេសៈមួយហ្នឹងឧទាហរណ៍យើងទៅធ្វើការយើងមានអារម្មណ៍ថាឯងដូចផឹងដែរប៉ុន្តែគេដូចអត់ឃើញពីតម្លៃរបស់យើងសោះអញ្ចឹងយើងអង្គុយគិតឬក៏គិតមួយ ChatGPT ទៅគិតមួយ AI LLM ហ្នឹងថាឥឡូវជួយ recommend សភៅណាមួយដែលដោះស្រាយបញ្ហារបស់ខ្ញុំឥឡូវហ្នឹងគាត់ណាវានឹងអាចឲ្យយើងចម្លើយខ្លះៗហ្នឹងឯងអញ្ចឹងខ្ញុំគិតថាការអានវាមានច្រើនមានថាច្រើនគោលដៅពេលខ្លះយើងអានដើម្បីកម្សាន្តពេលខ្លះយើងអានដើម្បីទទួលបានចំណេះដឹងហើយពេលខ្លះយើងអានដើម្បីដោះស្រាយបញ្ហាសម្រាប់ខ្ញុំកំឡុងពេលឡើងមករៀនពេញនៅដំបូងគឺអានដោះស្រាយបញ្ហាច្រើនតែស្រាប់បញ្ហាដែលយើងឡើងមករៀននៅពេញខុសពីបញ្ហាដែលយើងរៀននៅវិទ្យាល័យមិនអញ្ចឹងយើងរៀនជំនាន់មួយគ្នាយើងដឹងហើយអញ្ចឹងបញ្ហាលុយរឿងមានភាពភ័យខ្លាចច្រើនអត់សូវប្រកែកប្រស័យទៅអ្នកតាក់ទងមួយអ្នកដទៃហ្នឹងគឺយើងព្យាយាមរកសភៅណាដែលជួយដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយយើងនិយាយដូចជាគូសំហើយខ្ញុំគិតថាវាជាការចែកម្លែកមួយពីទម្លាប់នៃការអានសម្រាប់យុវវ័យសម្រាប់អ្នកធ្វើការទោះបីជាវាបកត្រឡប់ទៅលើអ្វីដែលប៉ូលីននិយាយមុនហ្នឹងដែលខ្ញុំចង់សង្កត់ធ្ងន់បន្ថែមទៀតគឺពាក់ព័ន្ធមួយការឆ្លៀតពេលវេលាក្នុងការអានការយើងថាចាំតែយើងមានពេល1ម៉ោង2ម៉ោងហ្មងទៅអានពេលខ្លះយើងខ្ជិលវិញអាពេលវេលាច្រើនណាប៉ុន្តែបើយើងឆ្លៀតបន្តិចអានេះគឺជារឿងមួយដែលល្អដែរដោយកូនសិស្សដែលមកសួរខ្ញុំពាក់ព័ន្ធមួយថារៀនបងគួរតែរៀនប៉ុន្មានម៉ោងល្អហើយយប់ឡើងខ្ញុំអត់សូវមានពេលរៀនអីចឹងទៅអញ្ចឹងអាពេលចេញលេងនោះហេតុតែបានយើងអត់ឆ្លៀតពេលក្នុងការរៀនហើយសម្ភារមួយកូនសិស្សថ្ងៃមុនក៏គាត់និយាយចឹងដែរតាមពិតគាត់អត់សូវរៀនពេលយប់តែគាត់រៀនអាពេលដែលគាត់ឆ្លៀតពេលនេះទីទូទៅប្រហែលជាយើងម្នាក់អត់វាថា5-10នាទីហ្នឹង10 20នាទីអីចឹងយើងអត់បង្កើតអីចេញពីអាហ្នឹងណាគាត់ស្បីយើងអានក៏យើងអាចអានប៉ុន្មានពណ៌មួយថ្ងៃទៅមុខទៀត2ថ្ងៃទៅមុខទៀតក៏យើងបានច្រើនដែរហ្នឹងហើយសំគេហៅថាខ្មែរយើងហៅតក់ពីបំពង់សំតិចចឹងឯងហើយខ្ញុំសង្កេតឃើញដែរកាលណាយើងអានរាល់ថ្ងៃទៅវាខ្លាចទៅជាទម្លាប់ដែរចឹងឧទាហរណ៍ថាយើងដាក់ពេលថាបាយថ្ងៃហើយយើងនឹងអានចឹងឲ្យតែបាយថ្ងៃហើយគឺនឹកដឹងថាទាញសភៅយកមកអានហ្នឹងហើយមួយទៀតខ្ញុំគិតថាខ្ញុំភ្លេចនិយាយកន្លែងហ្នឹងដែរគឺទីកន្លែងដែលយើងអានទីកន្លែងយើងអានក៏សំខាន់ដែរព្រោះទម្លាប់ទាំងអស់ដើម្បីបង្កើតហើយរក្សាវាឲ្យទៅយូរគឺវាអាស្រ័យទៅលើពេលវេលានិងទីកន្លែងចំណុចល្អរបស់ gym គឺនៅត្រង់ថា gym មានកន្លែងមានកន្លែងត្រឹមត្រូវចុះយើងអានមានកន្លែងត្រឹមត្រូវអត់អញ្ចឹងបណ្ណាល័យបើសិនជាភ័ក្រធ្លាប់ចូលបណ្ណាល័យឬក៏អ្នកទាំងអស់គ្នាដែលធ្លាប់ចូលបណ្ណាល័យគឺនឹងទទួលអារម្មណ៍ថាកន្លែងនេះគឺគេ design មករចនាមកសម្រាប់អង្គុយអាននិងរៀនហ្នឹងហ្មងអញ្ចឹងទោះយើងចង់មិនចង់អា energy ដែលនៅជុំវិញឬក៏នៅក្នុងកន្លែងមួយហ្នឹងរុញយើងឲ្យអានស្វ័យប្រវត្តិហ្មងតែគាត់ថាពេលខ្លះទៅអ្នកខ្លះក៏អត់ជួយចិត្តទេបណ្ណាល័យវាស្ងាត់វាមានតែល្ងុយដេកវាកន្លែងងុយដេកហ្នឹងហើយល្ងុយដេកហ្នឹងហើយដល់ឡើងទៅស្ងប់ស្ងាត់តែគាត់តែបើអ្នក introvert ដូចខ្ញុំអីជួយចិត្តនៅស្ងប់ស្ងាត់អីគឺក្តីសុខខ្ញុំនិយាយមែនក្តីសុខអានសភៅហើយនៅជុំវិញយើងសិតតែសភៅហើយយើងភ្លេចគិតចេះអាហ្នឹងមិនតែសភៅណាទាំងអស់ហ្នឹងគឺសិតតែបញ្ញវន្តអ្នកចេះដឹងអ្នកនិពន្ធអ្នកប្រាជ្ញគ្រប់សម័យកាលគ្រប់ជាតិសាសន៍គឺនៅបណ្ដុំគ្នានៅក្នុងហ្នឹងចូលទៅដល់នោះ feel ចឹងហ្នឹងហើយយើង feel នៅក្នុងហ្នឹងមកហើយយើងគិតមើលចេះឧទាហរណ៍ថាខ្ញុំអានពីបញ្ញវន្តមួយគាត់នៅ Switzerland ចឹងទៅហើយខ្ញុំមានឱកាសណាទៅរៀនមួយគាត់ផ្ទាល់ប៉ុន្តែតាមរយៈសភៅឬក៏ស្នាដៃរបស់គាត់ហ្នឹងហើយគឺជាឱកាសដែលខ្ញុំមានដើម្បីធ្វើអង្គុយសន្ទនាមួយគាត់ហ្នឹងអញ្ចឹងវាប្រៀបដូចពេលដែលយើងអានស្នាដៃរបស់អ្នកនិពន្ធបញ្ញវន្តមួយរូបហ្នឹងអ្នកប្រាជ្ញមួយរូបហ្នឹងប្រៀបដូចជាយើងនឹងអង្គុយទល់មុខមួយគាត់ដូចខ្ញុំអង្គុយទល់មុខមួយភ័ក្រអីចឹងអញ្ចឹងគាត់មាន argument គាត់មានគំនិតគាត់មានសមត្ថកម្មអីផ្សេងដែលគាត់ចង់លើកឡើងចង់បញ្យល់យើងហើយយើងក៏មានគេហៅថាគំនិតមួយដើម្បីជំទាស់គាត់វិញដែរឬក៏គ្រប់គ្រងគាត់វិញដែរអញ្ចឹងខ្ញុំឃើញថាសភៅវាមិនមែនត្រឹមតែសភៅ
cứ việc hạ bây đôi chia nè thì bốn nó cứ nơi các bài dương hay chơi kia một dương nè người rồi có đôi kinh vậy tiền ai mua dương sẽ đạp dương nè người chẳng hạn nó xem mẹ giống cứ nhung mơ thà bây giờ dương cho bọn là lại ấy cứ dương rung bọt chung quanh luôn từ đảo bao nhiêu vòn nè phải nè người chẳng bọn nhung chơi chết từ hai vị chia cái đây sọc mùi này để sai dương chơi chết sập hơi dương bọn là lại với phép đi chơi cái lại mùi này chia bài healing vào hiện đại nè người bọn mùi hưởng an ấy xem nhóm tam bất mà dạ cào đấy vì mình chọn an được luôn này nhé mình rửa ai an bán bây giờ rửa ai an bán vì tôi tam cho nó chật tôi thò cho nó chật nhưng chọn an phết ấy nhưng rửa nắng máu hay nhưng an từ tại là bây giờ tôi hiến bây khác giờ chọn an bán này vì tôi dùng phết cả an xây nhỉ và thấy những thời tại an này miền an tự an journal an là research study bỏ kia ở trong tới này hỏi bên đấy là các an như tới vì muốn nhưng có khơi nhưng chơi mà đặc biệt những an như tới những cái thằng bởi những tới bờ ai ở mà đầu tiếp và hay những ai vô phần tụ là rồi reading này vì vừa ca từ 4 dương bay phật khẩu thôi nhá nhưng ở sơ đại an dương phật khơi dương tại tại đặc biệt những an như tới dương châu từ chùa muội nâng ca an nâng phật khơi dương vì ai có làm sao chương muốn hay những ai chập làm sao ai bàn lươn nè người vì lại cái thằng ca nhom từ riêng piano khu nhom còn asa phở bị mua cái thằng bây giờ coi hát piano hát từ bao giờ của bà nhưng thôi nhé hôm nay chọn đai nó màu pi màu tại có thể ở dương chập đang bị đọng để ti xem này đi dương du tật chứ này dương chập đang an từ bố của đôi cái này những cái thằng kia cùng lốp lấy pi tầm bó thế này phải tầm bó thế này tí chân tới dù tới chân khơi thế vì chập đang bật từ lộn đường bài này bên tay dương phía trời lốp để sai dương trong plug đồ phìm này người mình ta kế nhung coi chẳng để việc lại này chẳng mê tha tinh sân tới dương tới dương tới chỉ từ lộp tới dương astrope dương có sao mà từ lộp nứng phim sna rồi viên dương xung quanh sập hở có chơi đang cản bên lại một đầu tiền hai bên nó mà nhưng đang thà ở lấy nhung chọn mua xin nè chơi giật an mà nè đai này cả là tạo sinh nhàn này cả tạo sinh nhàn rồi dương vậy đây nên vậy hướng nó này cứ chưa này trong crowd cho đây vậy bạn mùi bị giỏi này cả an nó vẫn những đăng này mà nè đăng này thôi an mình bị giỏi cho ta nè này từ an muốn trong ban bị giỏi phim trong ban ở khinh là tập hò lươn muốn định nhom giống là thôi nhưng sập hơi nhóm sẽ xem pi sẽ làm tệ bong an sập hơi bong hỏi đăng tập ban em không mày an hỏi đăng tập ban em mà thôi ta miền sập hơi xem cái chuyện vậy bị cái lư cao drop giờ an sập hơi nó hỏi khai gì nào miền mày rồi vậy anh đó mình anh nói theoประเภทสภาพเมียนจราหอะไรอุทธาดิเพียสัชนามิเตเอจะเป็นประเภท practical กรมสภาพประเภทนั้นประเภท practical ไม่ท่ายังอ่านเพลียมยังจันแต่ทศกรรมประเภทเพลียมอ่ะอาจจะไปเถอะอ่านจอไปอย่างงี้แต่สภาพมาจำนวนแถมที่อุทธาแบบปอนจำนวนจำนวนดังวับทอยจังแต่ยังอ่านยังเธอexpose ខ្លួនឯងឬក៏ទៅស្គាល់នៅគំនិតការយកឃើញថ្មីច្រើនចំណេះដឹងថ្មីច្រើនអញ្ចឹងវាធ្វើការពេលវេលាធ្វើការស្រាវជ្រាវបន្ថែមបើអ្វីដែលភ័ក្រលើកឡើងបាញ់មិញហ្នឹងគឺប្រភេទសភៅ practical នឹងឯងមានន័យថាអានភ្លាមគឺចេញទៅអនុវត្តភ្លាមហ្មងដូចសិស្សឆ្នាំតែអីចឹងនិយាយពាក់ព័ន្ធជាមួយទម្លាប់នៃការរៀនជារៀងរាល់ថ្ងៃអញ្ចឹងគាត់ក៏អានដល់កន្លែងហ្នឹងគាត់ត្រូវតែចេញទៅធ្វើសកម្មភាពព្យាយាមបង្កើតទម្លាប់រៀនរាល់ថ្ងៃហ្មងហើយមួយទៀតឧទាហរណ៍ថាសភៅបាញ់មិញខ្ញុំនិយាយមួយភ័ក្រថា the total money makeoverเพอแบบปอนมวยนึงจะในดังเหตุการณ์วัตถุในการดอกบ่มนอลนึงไงจังในปีเดียวอ่านตั้งเนี่ยนิปุ่นนึกแผลยังมองท่าดำใบจับดำดอกบ่มนอลนึงไงกูทว่าปีนาตั้งมุนจังในครั้งสุดท้ายนั้นเนี่ยนิปุ่นก็เลือกตัดจัดเอายืงซองบ่มนอลนะได้ตัดจิงเกมุนตุ่มห่มโต้จิงเกมุนยังกูทว่ายืงจะเปะกาดมัดแผลยืงไม่เหี้ยกันเลยยังซองอันนั้นมุนเท่าไหร่นั้นวิตัดเยอะจังในนิทานประเภทสุภาพ practical คือแบบนึงไงคือยังอ่านเพลียมแต่อ่านบทเพลียมเพอมือที่คือកំសាន្តប្រយោជន៍សម្រាប់ការកំសាន្តមកដូចប្រឡំលោកប្រវត្តិសាស្ត្រអីយើងមានទៅឧទាហរណ៍យើងអានលោកតាជុតខៃនិយាយពីប្រវត្តិនៃគាត់ឆ្លងកាត់សម័យខ្មែរក្រហមអញ្ចឹងទៅអញ្ចឹងយើងកំសាន្តអារម្មណ៍ជាមួយនឹងគាត់ហើយក្នុងពេលជាមួយគ្នានឹងរៀនពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រយើងទៀតចឹងវាមានអាចថាជា
ជាគោលដៅផ្សេងគ្នាតែគ្រាន់តែសភៅដែលយើងភាគច្រើនស្គាល់ឬក៏នៅលើទីផ្សាររបស់យើងគឺច្រើនតែ practical ហ្នឹងឯងគឺសភៅដែលអានភ្លាមហើយចេញទៅអនុវត្តភ្លាមហើយចង់បានផលភ្លាមណាចង់បានផលភ្លាមតែខ្ញុំគិតថាបើសិនជាយើងតែចង់បញ្ចប់ទៅការអានវាត្រូវតែជំរុញឲ្យយើងចេញសកម្មភាពចឹងបើយើងអានទៅហើយយើងអត់ទៅធ្វើសកម្មភាពផងដល់ក្មេងៗសួរថាបងខ្ញុំអានសភៅសិស្សឆ្នាំនិទេសអីបងទៅបាននិទេសអីអត់ណៃមិនបានបើសិនជាអត់ធ្វើតាមអីដែលបងលើកបង្ហាញនៅក្នុងសភៅបងហ្នឹងហើយត្រូវរឿងមួយដែរហ្នឹងហើយយើងត្រូវគិតថាអានហើយធ្វើផងអត់ហ្នឹងហើយព្រោះថាអានមានចំណេះដឹងច្រើននៅក្នុងខួរក្បាលហ្នឹងហើយវាអត់គាំងចំណុចល្អរបស់អានសភៅហ្នឹងគឺយើងចេះមានគំនិតមេថាចេះយើងដូចសម័យអញ្ចឹងសម័យថាអូបើជំតាជីមរ៉ុនគាត់គិតមិនណាក្នុងកលៈស័កឯងឥឡូវហ្នឹងលេងដូចគេហៅថាដូចមានអ្នកប្រឹក្សាមួយដែលយើងនៅក្បែរខ្លួនរហូតចឹងឧទាហរណ៍ថាយើងជួបបញ្ហាហិរញ្ញវត្ថុចឹងយើងចេះគិតជុំលោកតាដេវរ៉ឹមស៊ីគាត់នឹងនិយាយមិនណាបើគាត់ជួបកលៈស័កដូចឯងយើងដូចយើងយកអាប្រភេទចំណេះដឹងដែលគាត់ចងក្រងហ្នឹងមកព្យាយាមដោះស្រាយបញ្ហារបស់យើងប្រកបថាវាអត់ត្រូវទាំងអស់ 100% ទេអាស្រ័យទៅតាមកលៈទេសៈស្ថានភាពផ្សេងគ្នាប៉ុន្តែយ៉ាងហោចណាស់យើងមានផ្លូវទៅមុខយើងអត់គាំងណាយើងចេះតែមានសង្ឃឹមថាបញ្ហាដែលឯងជួបហ្នឹងប្រហែលជាមានគេទៅសេអញ្ចឹងទៅរកសភៅហ្នឹងមើលអញ្ចឹងបើសិនជាយើងជាមនុស្សដែលគេហៅថាបាក់ចិត្តច្រើនបារម្ភច្រើន depression anxiety ស្អីៗហ្នឹងកុំគិតថាយើងមានតែឯងដែលជួបបញ្ហាហ្នឹងក៏ពិតគ្រប់ជំនាន់គឺគេឆ្លងកាត់អាទិដ្ឋភាពនឹងដូចយើងដែរហើយគេចងក្រងជាសភៅរួចហើយរងចាំយើងនឹងទៅអានទៅអូខេដូចជាជជែកគ្នារឿងយូរហ្នឹងហើយដំបូងថាជជែកគ្នារឿងខ្លីទេហ្នឹងហើយតែស៊ីជំរឿនតែល្អមែនតើបើអ្នកដែលចង់ដឹងពីសភៅដែលអានហើយក៏ដូចជាអត្ថប្រយោជន៍របស់វាក៏ជាផ្នែកមួយដែលថាបង្កើតនេះខ្ញុំឆ្លាញ់ជាងគេគឺបង្កើតអត្តសញ្ញាណខ្លួនឯងហ្នឹងហើយយើងមានអត្តសញ្ញាណដូចប៉ូលីរតនៈគេស្គាល់ជាអត្តសញ្ញាណអ្នកអានអញ្ចឹងទៅទីណាកន្លែងណាគឺអានគ្រប់ទីកន្លែងម្ដងគាត់លក្ខណៈថាយើងមិនសំដែងទេយើងពិតជាស្រឡាញ់មែនយើងពិតជាស្រឡាញ់ការអានមែនហើយខ្ញុំអាចអង្គុយនិយាយ podcast នេះ 3-4 ម៉ោងក៏ខ្ញុំនិយាយអត់អស់ពេលបងមួយសភៅពេលបងមួយការអានហ្នឹងគឺវាដូចជា passion ហ្មងតែមែនតែវាមិនដឹងមិនដែរដូចស្រឡាញ់អាហ្នឹងឥឡូវមានអីនិយាយទៅកាន់មនុស្សគ្រប់គ្នាទាំងឡាយដែលជាអ្នកតាមដានរបស់ប៉ូលីហើយជាគោលដៅរបស់ប៉ូលីគឺចង់ឲ្យមនុស្សអានសភៅមែនទេសូម្បីតែបង្កើត page ហ្នឹងឡើងគោលដៅគឺចង់ជំរុញណាស់ហេតុអីបានជំរុញចឹងអាហ្នឹងអាចថាជាសារផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាដែលស្គាល់គ្រប់គ្រងខ្ញុំកន្លងមកអញ្ចឹងគឺអាចថាខ្ញុំគិតថាម្នាក់យើងគួរតែមានទម្លាប់អានដើម្បីទទួលបានចំណេះដឹងថ្មីដើម្បីរៀនឲ្យថ្មីហើយនៅពេលដែលយើងអានច្រើនយើងនឹងមិនសូវជាខ្លាចគេអាភាពក្លាហានហ្នឹងវាចេញពីខាងក្នុងចុះឧទាហរណ៍ថាខ្ញុំអានសភៅច្រើនប្រធានបទចឹងទៅយើងទៅណាទៅណីក៏យើងអត់សូវជាអៀនណាឧទាហរណ៍បើយើងទៅជួបអ្នកនិយាយពីភ្លេងនិយាយពីតន្ត្រីយើងយល់ដែរដោយសារយើងធ្លាប់អានយើងទៅជួបអ្នកនិយាយពាក្យព័ន្ធវិហិរញ្ញវត្ថុក៏យើងយល់ concept ខ្លះៗដែរហើយយើងជួបអ្នកនិយាយពីប្រវត្តិសាស្ត្រក៏យើងយល់ខ្លះៗដែរឧទាហរណ៍បើទៅជួបអ្នកនយោបាយអីខ្ញុំអាចជាអត់សូវប្រកែដោយសារអីអត់សូវអានខាងហ្នឹងអញ្ចឹងអារបស់ដែលខ្ញុំអានអញ្ចឹងទៅខ្ញុំចេះតែមានចំណេះដឹងទូទៅទូលំទូលាយសួរថាជាប្រយោជន៍អីចំណេះដឹងហ្នឹងវាមិនគេអាចថាមិនវាមិនធ្វើឲ្យយើងមានទេមានលុយមានអីទេប៉ុន្តែវាធ្វើឲ្យយើងមានគំនិតហើយនៅពេលដែលយើងចង់សម្រេចចិត្តលើរឿងអីមួយយើងមានគេហៅថាប្រភពច្រើនយើងមានបញ្ញវន្តច្រើនដែលយើងអាចទៅពឹងពាក់សួរនាំគាត់តាមរយៈការអានសភៅរបស់គាត់ហ្នឹងហើយអាហ្នឹងខ្ញុំគិតថាជាចំណុចល្អសម្រាប់ការអាននៅវ័យរៀនក៏ល្អអាននៅវ័យធ្វើការក៏ល្អខ្លាចជាឪពុកម្ដាយគេឧទាហរណ៍ណាខ្ញុំអត់តមានកូនចង់ដែរតែជាឪពុកម្ដាយគេចង់ខ្លាចទៅជាឪពុកម្ដាយល្អទៅរបៀបអប់រំកូនឲ្យល្អឲ្យគ្នាមានបញ្ញាអីគេគិតមិនធ្វើមិនអីមិនមានទាំងអស់ហ្នឹងហើយសភៅហ្នឹងគឺមានទាំងអស់ហើយពេលយើងចាស់ទៅតើអីគេយើងចំណាយពេលចុងក្រោយនៃជីវិតយើងដោយរបៀបណាគេមាននឹងអានទៀតហ្នឹង
ទៅចាំបីបាច់ថែសារកូនមិនអូខេជារឿងយើងត្រូវគិតអូខេអរគុណច្រើនមែនទែនបាទពលីសម្រាប់ការចូលរួមនៅក្នុងការចែកម្លែកនៅបទពិសោធន៍ពាក់ព័ន្ធមួយការអានហើយសង្ឃឹមថាអ្នកគ្រប់គ្នាចូលចិត្តការអានហើយចូលចិត្តការអានបើក្មេងៗចាប់អារម្មណ៍ការអានអាចទិញសៀវភៅខ្ញុំយកទៅអានបានស្រួលអានទេបាទហើយ podcast របស់យើងនេះក៏មានការគាំទ្រដោយ Beroka អានសៀវភៅ stress បង្កើនសមត្ថភាពខួរក្បាលអាចញ៉ាំ Beroka បានហើយអរគុណដល់ Beroka ដែលបានគាំទ្រក្នុងការសហការផលិតនៅ podcast មួយនេះជាប្រយោជន៍សម្រាប់សិស្សនិស្សិតសម្រាប់អ្នកធ្វើការទូទៅហើយអរគុណពលីដូចគ្នាបាទមានតែប៉ុណ្្នឹងឯងហើយក៏អរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា podcast នេះតាំងពីដើមរហូតមកដល់ចប់ហើយជួបពួកខ្ញុំទាំងពីរនាក់អាចនឹងមានវីដេអូ podcast ក្រោយៗទៀតជាមួយគ្នាជូនពរអ្នកនរគ្នាឲ្យទទួលបានចំណេះដឹងកាន់តែច្រើនvàកាន់តែរីកចម្រើនតាមរយៈការអានឥឡូវនេះបានមកដល់ទីបញ្ចប់ខ្ញុំសុភ័ក្រជាមួយនឹងពលីរតនៈសូមអរគុណសូមជម្រាបលាបាទបាយបាយ